các bon trôiឆ្នាំថ្មីមិនមានការលើកលែងជាដាច់ខាតចំពោះក្រុមក្មេងទំនើងប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគាររដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិនិងស្នងការដ្ឋាននគរបាលរាជធានីខេត្តដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់សហការធ្វើសកម្មភាពឲ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្មភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋព្រមទាំងបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការដើម្បីចាត់វិធានការច្បាប់ដោយមិនលើកលែងឡើយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈបានឲ្យដឹងថាប្រសិនបើក្រុមក្មេងទំនើងទាំងនោះនៅបន្តធ្វើសកម្មភាពអុកឡុករំខានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពួកគេនឹងប្រឈមនឹងការឃុំខ្លួនដែលមានន័យថាត្រូវនៅក្នុងពន្ធនាគារទោះបីជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក៏ដោយផ្ទុយទៅវិញប្រសិនបើពួកគេមានការកែប្រែឥរិយាបថប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គមពួកគេក៏ដូចជាយុវជនផ្សេងទៀតទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលនឹងមានព្រឹត្តិការណ៍សប្បាយគ្រប់មូលដ្ឋានទូទាំងប្រទេសគួរឲ្យដឹងថាសម្ដេចធិបតីហ៊ុនម៉ាណែតបានប្រកាសដាក់ចេញនូវវិធានការមើងម៉ាត់បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែងឡើយនិងមិនទុកឲ្យពួកគេធ្វើសកម្មភាពអុកឡុករំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ